សួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំធ្វើដំណើរចេញពីសាលាបឋមសិក្សាបុណ្យនីហ៊ុនសែននិមិត្តណាមុខសាលារៀនអញ្ចឹងថ្ងៃនេះខ្ញុំចង់ទៅសាលាមត្តេយ្យអញ្ចឹងបងប្អូនទៅសាលាមត្តេយ្យធនធានស្រុកនិមិត្តទាំងអស់គ្នាកាលមុនគេហៅសាលាមត្តេយ្យនិមិត្តអញ្ចឹងបងប្អូនតែឥឡូវហ្នឹងឡើងបានដាក់ឈ្មោះថាមត្តេយ្យធនធានស្រុកនិមិត្តអញ្ចឹងបានច្រើនហ្នឹងឯហ្នឹងអូនណាតាយើងទៅតាមផ្លូវនេះអ្នកលក់គុយអូនសៅភាលក់លៀអូយអាយដលហ្នឹងល្បីខ្លាំងណាស់នៅវិមុតបានតារាលក់លៀមួយល្បីបងប្អូនហើយតែអើយភ័យរបស់គាត់ឯងចូលខមមិនអត់បានសោះគេឲ្យតែ like ហើយនឹង share ទេហើយខមមិនបិទចូលអត់បានសោះហើយគាត់អត់ទាន់បានបើករលុយទេដោយសារតែគាត់ចូលចិត្តដាក់ចម្រៀងអញ្ចឹងបងប្អូនតែបញ្ជូគាត់ច្រើនណាស់ហើយអ្នកតាមដានគាត់ក៏ច្រើនដែរគាត់លក់លៀផងហើយគាត់លក់គុយទៀតណាបងប្អូននេះហើយយើងធ្វើដំណើរត្រង់អញ្ចឹងមកនេះបងប្អូនទាំងអស់គ្នាមានផ្លាកហើយសាលារៀនកំពុងតែត្រៀមផ្លាកត្រៀមដើម្បីធ្វើនេះបងប្អូនទាំងអស់គ្នានេះចាអញ្ចឹងយើងមកដល់នេះហើយអញ្ចឹងចាំយើងបាត់មកខាងនេះងាកមកខាងនេះអញ្ចឹងយើងមើលសាលាមត្តេយ្យចាអញ្ចឹងខ្ញុំនេះខ្ញុំថតឲ្យបងប្អូនមើលឲ្យច្បាស់ហ្នឹងហើយអញ្ចឹងនេះផ្លាកបងប្អូនអរគ្នាសាលាមត្តេយ្យស្រុកនិមិត្តដាក់អញ្ចឹងឯណាបងប្អូនប៉ុន្តែឥឡូវហ្នឹងត្រូវបានគេដាក់ឈ្មោះថាសាលាមត្តេយ្យធនធានស្រុកនិមិត្តនៅក្នុងពេលឆាប់ខាងមុខនេះសាលាមត្តេយ្យនឹងធ្វើជាខ្លោងទ្វារថ្មីចាអញ្ចឹងធ្វើខ្លោងទ្វារថ្មីឲ្យបងប្អូនអញ្ចឹងគេនឹងដាក់ឈ្មោះឲ្យត្រូវនឹងឈ្មោះដែលបានទុំនឹងដាក់ចាមត្តេយ្យធនធានស្រុកនិមិត្តអញ្ចឹងឥឡូវនេះមត្តេយ្យនេះត្រូវបានទៅជាមត្តេយ្យស្តង់ដារហើយចាអញ្ចឹងការបង្រៀនរបស់លោកគ្រូអ្នកគ្រូក៏បានល្អដែរអ្នកបងប្អូនអរគ្នាតាទៅមួយនាងខ្ញុំនៅនេះមត្តេយ្យហ្នឹងក៏នៅក្នុងសាលារៀនបឋមសិក្សាបុណ្យនីហ៊ុនសែននិមិត្តដែរប៉ុន្តែឥឡូវនេះត្រូវបានមត្តេយ្យហ្នឹងរៀបចំបានស្អាតបាតហើយក៏ដាក់មានជាលបងអីផងដែរចាអញ្ចឹងគាត់ធ្វើជាលបងហើយលបងនេះបិទទ្វារកុំឲ្យកូនក្មេងចេញចូលអញ្ចឹងបងប្អូនទាំងអស់គ្នាកុំឲ្យគីឡូដល់ពេលរៀនទៅកូនក្មេងចេញមកក្រៅហើយនឹងដាក់ខ្សែច្រវាក់ផងដើម្បីកុំឲ្យឪពុកម្ដាយគាត់ជិះម៉ូតូយកចូលទៅក្នុងទៅខ្លាចប៉ះពីកុមារដែលនៅរៀននៅខាងក្នុងហ្នឹងបងប្អូនចាអញ្ចឹងខាងនេះក៏អញ្ចឹងដែរនៅខាងសាលាបឋមសិក្សាយើងក៏អញ្ចឹងដែរបងប្អូននេះក៏មានលបងដែរចាកូនចាអញ្ចឹងសាលាមត្តេយ្យកំពុងរៀបចំធ្វើជាសួនច្បារអីផ្សេងផងដែរអញ្ចឹងខ្ញុំនាំបងប្អូនទាំងអស់គ្នាទៅមើលសាលាមត្តេយ្យថាតើសាលាមត្តេយ្យឥឡូវមានអីប្លែកៗឲ្យបងប្អូនមើលអត់ព្រោះអីកំពុងតែរៀបចំក្នុងការរៀបសួនច្បាររៀបអីអញ្ចឹងណាបងប្អូនកាលមុនធ្វើលបងរួចហើយសួនច្បារដូចជាមិនសូវបានល្អហ្មងទេបងប្អូនតែឥឡូវនេះគ្រូគាត់រៀបចំធ្វើសួនច្បារអញ្ចឹងថ្ងៃនេះខ្ញុំនាំបងប្អូនទាំងអស់គ្នាទៅមើលសួនច្បារនៅសាលាមត្តេយ្យនៅពេលខាងមុខសាលាមត្តេយ្យនឹងរៀបចំធ្វើសួនច្បារឲ្យបានស្អាតជាងនឹងថែមទៀតបងប្អូនអរគ្នាចាខាងនេះសាលារៀនតែខ្ញុំអត់ថតឲ្យបងប្អូនមើលដោយសារកូនក្មេងនៅរៀនកុំឲ្យរំខានក្មេងចាអញ្ចឹងខ្ញុំថតសួនច្បារឲ្យបងប្អូនមើលណាឃើញទេអ្នកគ្រូឥឡូវកំពុងរៀបចំកែសម្រួលគ្រាន់តែថាពីប្រជុំថ្ងៃមុនមកដល់ថ្ងៃនេះហ្នឹងឃើញថាស្ថានភាពប្លែកខុសពីមុនបាត់ហើយបងប្អូនអរគ្នាដូចថារៀបចំធ្វើជាលបងសម្រាប់ដាក់នេះបងប្អូនអរគ្នានេះតាក់ហ្នឹងហើយអញ្ចឹងឪពុកម្ដាយសូមចូលរួមក្នុងការឧបត្ថម្ភដល់គ្រូមិនឧបត្ថម្ភដល់គ្រូទេឧបត្ថម្ភដល់សាលារៀនពួកអីត្រូវការសហគមន៍ចូលរួមទាំងអស់គ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាអញ្ចឹងសូម្បីតែ
សាលាបឋមក៏មានសួនជីវៈចម្រុះនៅសាលាមត្តេយ្យក៏មានសួនជីវៈចម្រុះដែរនោះជាងកំពុងតែធ្វើអញ្ចឹងយើងធ្វើជាខឿននេះសិនហ្នឹងហើយគ្រូគាត់រៀបចំធ្វើជាខឿនមុនសិនហើយផ្កាអត់ទាន់បានដាក់ដាំទេអញ្ចឹងយើងរៀបចំបានជាលបងជាខឿនលបងព័ទ្ធជំវិញហើយធ្វើជាខឿនហើយនោះបងប្អូនអរគ្នានោះមានលាបថ្នាំដូចជាងក៏គាត់កំពុងតែលាបនោះអញ្ចឹងហ្នឹងហើយអញ្ចឹងនេះមានបងដែលសប្បុរសជនបានចូលរួមអញ្ចឹងបើសប្បុរសជនមានការចង់ចូលរួមឧបត្ថម្ភដល់សាលាមត្តេយ្យសូមចូលរួមឧបត្ថម្ភមកអ្នកស្រីនាយិកាចុះចាតាមរយៈនាងខ្ញុំក៏បានយើងឧបត្ថម្ភជាសម្ភារៈជាកន្លែងបង់អង្គុយឬក៏ជាថវិកាសម្រាប់ចូលរួមក្នុងការធ្វើសួនច្បារចាអញ្ចឹងយើងធ្វើបុណ្យមិនមែនធ្វើបុណ្យបានតែនៅវត្តណាបងប្អូនអរគ្នាចាធ្វើនៅសាលារៀនក៏បានរដ្ឋក៏មានថវិកាក្នុងការកសាងសាលារៀនមកចំណែកដែរប៉ុន្តែយើងត្រូវមានការចូលរួមពីសហគមន៍មួយផ្នែកទៀតនេះកំពុងរៀបចំរៀបថ្នាំប៉ុណ្ណឹងរៀបប្រហែលថ្ងៃឯងជាងមកព្រឹកឯណោះចាចុះបើចាក់ខឿននឹងចាក់ប្រហែលថ្ងៃអីចាខឿននឹងចាក់10ថ្ងៃឯងប្រហែលអ្នក2នាក់ណាចាអញ្ចឹងខឿនរួចអញ្ចឹងយើងនៅលាបថ្នាំណានៅត្រៀមធ្វើអីទៀតជាងក្រៅពីខឿនហ្នឹងទៅអ្នកគ្រូគាត់ឲ្យធ្វើអីទៀតអញ្ចឹងហ៎ចាបងប្អូនអរគ្នាមើលអត់ទាន់ដាំការឡើយព្រោះដោយសារយើងត្រូវការធ្វើខឿនអីសិនអញ្ចឹងបងប្អូនអរគ្នាហ្នឹងហើយនេះយើងមើលប្រើទៅមានផ្កាចាស់ពីមុនយើងអ្នកគ្រូគាត់បានដាំអញ្ចឹងណាតែអត់សូវល្អប្រហែលដែរទេព្រោះអីយើងដាំយូរទៅអញ្ចឹងមេឃក្តៅផងអីផងអញ្ចឹងទៅវាអត់ទៅស្អាតទេអញ្ចឹងហើយអ្នកគ្រូគាត់ចង់ធ្វើខឿននឹងហើយចាក់ដីហើយដាក់ជីដើម្បីដាំផ្កាថ្មីដើម្បីឲ្យក្មេងៗស្រស់ស្រាយអារម្មណ៍អញ្ចឹងណាបងប្អូនហ្នឹងហើយអញ្ចឹងខ្ញុំនាំបងប្អូនមើលឲ្យអស់ថានៅនឹងមានអីខ្លះអញ្ចឹងហ្នឹងហើយអញ្ចឹងអ្នកថវិកាដែលពុកម៉ែអាណាព្យាបាលកុមារបានចូលរួមហ្នឹងអ្នកគ្រូគាត់ក៏ធ្វើពិតប្រាកដរបស់គាត់មែនអញ្ចឹងគាត់មានចំណូលមានចំណាយរបស់គាត់ត្រឹមត្រូវរបស់គាត់អញ្ចឹងគាត់មិនយកបងប្អូនយកមកចំណាយអត់បានការទេអញ្ចឹងណាបងប្អូនហ្នឹងហើយនេះកន្លែងនេះស្អាតដែរបងប្អូនណែតិចអង្គុយមានដើមឈើនេះមួយហ្នឹងហើយនេះមានដើមនេះមួយបងប្អូនអស់គ្នានេះខ្ញុំថយក្រោយឲ្យបងប្អូនមើលដោយសារតែថតពេលយើងដើរទៅមុខទៅវាកង់ពលឺអញ្ចឹងណានេះបងប្អូនអស់គ្នានេះបានដើមហ្នឹងឥឡូវដើមហ្នឹងតិចស្រួលដល់ពេលយើងដាក់បង់ទៅដល់ពេលថ្ងៃមកប្រហែលហ្នឹងអញ្ចឹងមើលបងប្អូនឃើញនៅចោលបលុកតិចដល់ហឹងហើយដាំដើមហ្នឹងទៀតទៅចាក់ដីអីបន្ថែមទៀតទៅផ្កាត្រូវដូរដាក់ថ្មីអីទៅស្អាតហ្នឹងកូនក្មេងមកស្រស់ស្រាយអារម្មណ៍ឃើញមានសួនច្បារមានអីស្អាតអញ្ចឹងហ្នឹងហើយអញ្ចឹងកូនក្មេងចិត្តចូលចិត្តមករៀនណាដោយសារឃើញស្អាតអញ្ចឹងណាចាអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់នាងខ្ញុំនៅមត្តេយ្យសាលាជូនពរសុខភាពល្អទាំងអស់គ្នារកទទួលទានមានបានគ្រប់ក្រុមគ្រួសារបងប្អូនរៀងតដិតបន្តិចចាស់សូមអរគុណច្រើន